បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្នើយកទៅបទសារព័ត៌មានមួយកាន់តែបានដៃហើយក្រោយថ្នាក់លើបើកដៃឲ្យស្ថាបនិកឡានដឹកលេមួកលោកកាន់ចំបលាំងកាន់តែលែងញញើតយកលេសធ្វើបុណ្យ Halloween ឲ្យទីហ៊ានថៃតែងជាខ្មោចព្រាយបិសាចបន្លាចប្រជាជនយើងពុកម៉ែបងប្អូនទាំងអស់គ្នាមួយរយៈក្រោយនេះ influencer របស់ថៃគឺលោកកាន់ចំបលាំងហាក់ឈួតវិវក់ទៅនឹងការរកគួនប្រជាពលរដ្ឋខ្មែរយើងនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យខ្លាំងដែលបានចាក់បាសបំពងសម្លេងខ្មោចផងចាក់រឿងកុនផងឆ្នៃដ្រូនធ្វើជាអាបផងដើម្បីតែបំភ័យឲ្យប្រជាជនចាក់ចេញអំពីលំនៅឋានផ្ទះសម្បែងយ៉ាងណាមិញក្រោយអំពីបាននាយករដ្ឋមន្ត្រីថៃសរសើរទៅលើទឹកចិត្តនៅក្នុងការសម្ភាសកាលអំពីថ្ងៃទី13ខែតុលាឆ្នាំ2025កន្លងទៅនេះលោកកាន់ចំបលាំងកាន់តែមានមូលដ្ឋានភាពចំពោះទង្វើនិងភាពស្មុគរោគរបស់ខ្លួនដែលបានទម្លាយថាគ្រប់យ៉ាងខ្លួនធ្វើនៅក្នុងទឹកដីថៃដូច្នេះហើយគ្មានអ្វីខុសនោះទេលើសពីនេះទៅទៀតបានដឹងថាខ្លួននឹងត្រៀមធ្វើបុណ្យ Halloween ឲ្យទាហានថៃដែលមិនបានត្រឡប់ទៅផ្ទះជាយូរខែហើយនឹងបានចាក់កុននិងមានឡានហែព្រមទាំងមានការតុបតែងខ្មោចព្រាយបិសាចជាច្រើនទៀតដោយឡែកស្ដាប់មើលទៅច្បាស់ណាស់នេះគឺជាលេសដែលលោកកាន់ចាំបលាំងបង្កើតមកដើម្បីមានបំណងធ្វើបាបប្រជាជនខ្មែរយើងថែមទៀតផងកន្លងមកមានការចាក់សម្លេងផងចាក់កុនផងមានទាំងអាបផងតែនៅតែមិនអស់ចិត្តកាន់ចាំបលាំងមួយថ្ងៃអង្គុយរកនឹកតែវិធីថោកទាបបំផុតមកបំផិតបំភ័យព្រោះតែចង់បានទឹកដីរបស់អ្នកដទៃសឹងតែបាត់បង់ស្មារតីបាទចុះសូមបញ្ចប់នៅតំបន់នេះតែត្រឹមតែសិនចឹងបងប្អូនឃើញហើយមុនរយៈក្រោយនេះនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលផ្ទុះនៅតាមបណ្ដាញសង្គមគឺមានពួកថៃទាំងអស់ហ្នឹងគឺវាបានប្រើប្រាស់ដ្រូនក៏ដូចជាតុបតែងជាខ្មោចមកបំលាចប្រជាជនយើងហើយចាក់បាសចាក់មេក្រូអាឡូអាឡាសំលេងខ្មោចសំលេងព្រាយពេញនឹងបាទក្នុងគោលបំណងឲ្យប្រជាជនយើងនៅអត់សុខហើយចាក់ចេញពីលំនៅឋានបាទប៉ុន្តែនៅពេលដែលវាសម្ភាសជាមួយអ្នកសារព័ត៌មានគឺវាធ្វើនេះគឺដើម្បីបាទគ្រាន់តែប្រារព្ធពិធីបុណ្យ Halloween ទេបាទដែលមានការតុបតែងជាខ្មោចឲ្យកងទ័ពវាសបាយជាដើមបើចឹងសូមបញ្ចប់នៅតំបន់នេះតែតំណែងសិនឲ្យបងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ដើម្បីទទួលបានដល់តំបន់ផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា